បាទសូមគោរពអនុញ្ញាតជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានសូមគោរពជំរាបសួរទៅដល់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ PP Link ទាំងអស់ផងដែរថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទឡុងសំណាងទៀតហើយនាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link Security ពាក់ព័ន្ធជាមួយនឹងការ live ប្រចាំថ្ងៃពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រវេលាម៉ោង 9 ទៅដល់ម៉ោង 10 បងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី5ខែ8ហើយបាទពេលវេលាចេះតែរំកិលទៅមុខបន្តិចម្ដងទាំងមិនដឹងខ្លួនថ្មិចបើកផុតមួយឆ្នាំទៀតហើយអ្នកទាំងអស់គ្នាតែដោយឡែកនៅក្នុងខែ8ទៅដល់ខែ9នេះទំនោរតម្លៃហាងឆេងមាសបើគិតទៅតាមបទពិសោធន៍ឬក៏ប្រវត្តិរបស់តម្លៃហាងឆេងមាសគឺមានការកើនឡើងបាទមានការកើនឡើងសន្សំនេះគឺជាបទពិសោធន៍ទេអ្នកទាំងអស់គ្នាប៉ុន្តែទោះបីយ៉ាងណាក៏ដោយដំណើរការឬក៏ការប្រែប្រួលនៃតម្លៃហាងឆេងមាសគឺវាតែងតែប្រែប្រួលបែបហ្នឹងអញ្ចឹងវាដូចរដូវអញ្ចឹងដូចរដូវឥឡូវអញ្ចឹងអ្នកទាំងអស់គ្នាគឺរដូវវស្សាបាទរដូវវស្សាគឺមានភ្លៀងត្រូវទេអញ្ចឹងឲ្យតែដល់រដូវវស្សាគឺចាប់ផ្ដើមទោះបីជាមិនភ្លៀងខ្លាំងណាស់ក៏នៅតែបន្តមានភ្លៀងម្ដងម្យាមអញ្ចឹងតាមពិតពេលវេលាឬក៏ធម្មជាតិទាំងអស់គឺវាឆ្លុះបញ្ចាំងឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យយើងនឹងចេះរស់នៅឬក៏ចេះវាយតម្លៃភាពខុសភាពត្រូវដដែលឬក៏មិនដដែលខុសគ្នាផ្សេងអីគ្រប់យ៉ាងណាយើងរៀនសូត្របានទាំងអស់អញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាពេលវេលាគឺវាមិនខុសគ្នាប្រមាណទេបាទឬក៏ប្រវត្តិហ្នឹងក៏អត់ខុសគ្នាប្រមាណដែរប្រសិនបើទំនោរតម្លៃហាងឆេងមាសនៅក្នុងខែ8ខែ9នេះចាប់ផ្ដើមឡើងអញ្ចឹងក៏វានៅតែចាប់ផ្ដើមឡើងតែបន្តិចដូចខែវស្សាត្រូវតែមានភ្លៀងអញ្ចឹងណាគឺបែបហ្នឹងទោះបីជាភ្លៀងច្រើនឬក៏ភ្លៀងតិចបាទទឹកច្រើនឬក៏ទឹកតិចអាហ្នឹងទៅតាមឆ្នាំមួយវាអាចអញ្ចឹងប៉ុន្តែនៅតែភ្លៀងវាបែបអញ្ចឹងណាអញ្ចឹងចង់ជម្រាបជូនបងប្អូនទាំងអស់គ្នាបែបហ្នឹងប្រសិនបើបាទខែ8ខែ9នេះណាវាមកដល់ហើយអញ្ចឹងតម្លៃហាងឆេងមាសគឺចាប់ដើមងើបបន្តិចម្ដងឡើងទៅលើបើសិនជាមិនមានព័ត៌មានអីសំខាន់ដែលអាចទាញឲ្យទម្លាក់មកក្រោមហ្មងណាបើអត់មានទេតម្លៃហាងឆេងមាសនឹងចាប់ដើមមួយកម្មទៅលើទៀតហើយបាទពីបែបហ្នឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងការសំទោសអ្នកទាំងអស់គ្នាប្រហែលជាសំឡេងអត់សូវឮខ្ញុំឆែកម៉ៃមួយសិនបាទជាវាបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំអត់ឮអូខេមួយនេះប្រហែលជាអាចឮបងប្អូនណាមិញឮអត់មិញបាទខ្ញុំមិនដាក់តាមបារាវទៅបាត់ហើយមិញហ្នឹងតែអត់អីទេខ្ញុំមាននៅក្នុង TikTok បន្ថែមឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ដែរណាអូខេតោះអញ្ចឹងបងប្អូនទាំងអស់គ្នាបញ្ជាក់ម្ដងទៀតណាព្រោះពីខែ8ខែ9មាសនឹងចាប់ដើមឡើងមួយកម្មតិចណាប៉ុន្តែស្ថានភាពនៅខាងមុខមានព័ត៌មានមួយទៀតដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសពិចារណានៅក្នុងការហក់ឡើងទៅតែម្ដងឬក៏ទម្លាក់ខ្លួនមកក្រោមណាព្រោះដោយសារតែបើសិនបើយើងនិយាយរដូវកាលប្រកាសហើយគឺវាមានភ្លៀងរដូវវស្សាមានភ្លៀងត្រូវទេខែ8ខែ9ចាប់ដើមឡើងត្រូវអត់ប៉ុន្តែមានរដូវវស្សាខ្លះដូចខែ5អញ្ចឹងត្រូវទេវាបែបហ្នឹងដែរអញ្ចឹងនេះគ្រាន់តែជាការ alert ដល់បងប្អូនទាំងអស់គ្នានៅក្នុងការជួញដូរឲ្យចេះប្រុងប្រយ័ត្ននោះទេបាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងត្រូវតែយកការវិភាគភាគច្រើនរបស់យើងភាពត្រឹមត្រូវរបស់យើងឲ្យបានច្រើនខ្ញុំឧទាហរណ៍ថាខែ7ខែ8វាចាប់ដើមឡើងតិចដល់ម៉ោងព័ត៌មានយើងគ្រាន់តែប្រុងប្រយ័ត្ននៅក្នុងម៉ោងព័ត៌មានហ្នឹងទៅក៏បានដែរឬក៏យើងគ្រាន់តែថយមួយជំហានឲ្យព័ត៌មានចេញឲ្យផុតទៅសូមយើងធ្វើការជួញដូរក៏បានដែរបាទវិធីសាស្ត្រច្រើនណាស់នៅក្នុងការទាញផលចំណេញពីតម្លៃហាងឆេងមាសហើយរក្សាខ្លួនឯងឲ្យបានសុវត្ថិភាពណាកន្លែងហ្នឹងសំខាន់បំផុតអ្នកទាំងអស់គ្នាទោះបីជាអ្នកទាំងអស់គ្នាមានដើមទុនប៉ុណ្ណាក៏ដោយបើអ្នកទាំងអស់គ្នាមិនចេះដកមួយជំហានថយមួយជំហានឬក៏ការពារទុនរបស់អ្នកទាំងអស់គ្នាឲ្យបានត្រឹមត្រូវទេមានប្រមាណក៏ដោយពេលខ្លះវាអាចថាខាតច្រើនមែនតើខាតទាំងអស់ក៏មានដែរបាទពីបែបហ្នឹងបាទតែអ្នកដែលគេជួញដូរចំណេញណាគេនៅតែចំណេញដោយសារគេរៀបផែនការអញ្ចឹងគេយល់អញ្ចឹងគេដឹងអញ្ចឹងថាវានឹងទៅបែបណាអញ្ចឹងគេចាប់ផ្ដើមកំណត់គោលដៅរបស់គេហៅថាបាយទេបាទគេហៅថាទិញទេបាទធ្លាក់ចុះក្រោមទិញឃើញអត់គេអត់លក់អីណាបែបហ្នឹងណាតែនៅក្នុងឧបករណ៍នេសាទវាបើសិនជាដឹងថាទីផ្សារចុះឡើងដូចប្រហែលថ្ងៃនេះបាទ
ទិញលក់ចំណេញហើយបាទតែទិញនៅក្នុង support លក់នៅក្នុង resistance ដោយបានជំរាបជូនចឹងបងប្អូនទាំងអស់គ្នានៅក្នុងប្រហែលរយៈក្រោយនេះខ្ញុំអាសានិយាយដែរថាទីផ្សារវាអត់ទាន់ទៅណារួចទេបាទវារងចាំព័ត៌មាន2ហើយព័ត៌មានមួយនឹងចេញបាត់ហើយគឺអត្រាការប្រាក់ហើយនៅសល់ព័ត៌មានមួយទៀតគឺព័ត៌មាន non-farm employment change កំណើនការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកដែលចេញនៅក្នុងសប្តាហ៍នេះបាទចេញក្នុងសប្តាហ៍នេះដែលឆ្លោះបញ្ចាំងអំពីសេដ្ឋកិច្ចរបស់អាមេរិកល្អឬក៏មិនល្អឆ្លោះបញ្ចាំងអំពីចំណូលរបស់អាមេរិកចំណូលរបស់ប្រជាជនអាមេរិកល្អឬក៏មិនល្អឆ្លោះបញ្ចាំងអំពីកំណើនការងារថ្មីមួយចំនួនទៀតបាទអញ្ចឹងបើសិនជាព័ត៌មានមួយនេះឆ្លោះបញ្ចាំងមកឃើញថាល្អភាគច្រើនណាសម្រាប់អាមេរិកតម្លៃហាងឈេមីនឹងទាញតម្លាក់ខ្លួនចុះទៅកងតែបើចេញមកអត់ល្អទៀតអ្នកទាំងអស់គ្នាដូចជំរុញបន្ថែមអញ្ចឹងណាជំរុញបន្ថែមមិនយើងថាខែ8ខែ9ឡើងត្រូវអត់ដល់ពេលព័ត៌មានអាមេរិកអត់ល្អដូចរុញឲ្យឡើងលឿនហ្មងបាទវាបែបហ្នឹងណាអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាគោលដៅមួយដែលយើងត្រូវតាមដានតម្លៃហាងឈេងមាសទៅពេលខាងមុខហើយក៏ជាគោលដៅមួយដែលយើងចាប់ដើមសេតខ្លួនឯងថាតើយើងទិញច្រើនជាងលក់ឬក៏លក់ច្រើនជាងទិញតោះអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំជូនការវិភាគនៅក្នុងការទិញលក់នៅក្នុងថ្ងៃនេះជូនដល់បងប្អូនទាំងអស់គ្នាតែម្ដងណាអូខេអ្នកទាំងអស់គ្នាឥឡូវតម្លៃហាងឈេងនេះកំពុងតែងើបឡើងណាងើបឡើងតិចតែ pattern ហ្នឹងក៏បង្ហាញថាសញ្ញានឹងការលើកងើបឡើងដែរណា pattern នេះខ្ញុំបានប្រាប់បងប្អូនថ្ងៃមុនហើយ pattern W ឥឡូវនេះវាកំពុងតែស្ថិតនៅក្នុងតម្លៃ4107បានន័យថា$4107អ្នកទាំងអស់គ្នានៅក្នុងទីផ្សារប្រទេសកម្ពុជាយើងប្រហែលជាប្រមាណតឡឹងបាទ$4107 $4107 ចែកឲ្យ0.83មកបាទឃើញតម្លៃ$4948ចិត្តដល់5,000វិញហើយបាទចិត្តដល់5,000វិញស្អែកខាងស្អែកនេះ5,000វិញលើហើយបាទស្អែកខាងស្អែកនេះ5,000វិញលើអូខេតោះបងប្អូនទាំងអស់គ្នាអញ្ចឹងឆាតនេះសិតតែរៀងសញ្ញាណនៅក្នុងការកើនឡើងបាទសញ្ញាណនៅក្នុងការកើនឡើងអស់ W pattern ឬក៏សញ្ញាណនេះ up trend ខ្លីៗក្នុងសប្តាហ៍នៅក្នុង4ម៉ោងសិតតែឃើញសញ្ញានៃការកើនឡើងអញ្ចឹងបានន័យថានៅក្នុងខែ7ខែ8ហ្នឹងវាចាប់ផ្ដើមងើបឡើងតិចម្ដងកម្រិតនៃការកើនឡើង history ឬក៏ប្រវត្តិនៃការកើនឡើងតម្លៃហាងឈេងនេះខែ7ខែ8ហ្នឹងខែ8ខែ9ហ្នឹងគឺអត់មានការកើនឡើងហក់យកឈ្នះទេបាទគឺកើនឡើងសន្សំនេះគឺបទពិសោធន៍ឯណាបងប្អូនទាំងអស់គ្នាគ្មានផុសតាងអីបង្ហាញបងប្អូនទាំងអស់គ្នាថាឲ្យតែខែហ្នឹងឡើងអញ្ចឹងឯងមែនទេគឺផុសតាងគឺបទពិសោធន៍ហើយនឹង history របស់វាណាបងប្អូនទាំងអស់គ្នាអូខេតោះអញ្ចឹងយើងទៅមើលតម្លៃជាក់ស្ដែងតែម្ដងបើខ្ញុំឲ្យមើលរូបបន្តិចបងប្អូនទាំងអស់គ្នាដើម្បីមើលទៅយើងនឹងដឹងថាវានឹងត្រឡប់ទៅណាឃើញសញ្ញាណសិតតែជាគោលដៅសញ្ញានៃការកើនឡើងបាទគោលដៅបន្ទាប់របស់វាអាចនឹងឡើងទៅដល់នេះខាងលើនេះបាទ4110ជាង4120ជាងហ្នឹងគឺតម្លាក់ខ្លួនមកវិញហើយបាទតម្លាក់ខ្លួនមកវិញទៅតាមបរិមាណនៃការផ្គត់ផ្គង់ឬក៏តម្រូវការរបស់គេបើផ្គត់ផ្គង់ខ្លាំងធ្លាក់រៀងច្រើនដែរធ្លាក់អាចមកដល់4010ជាង4040ជាងឬក៏4000គុតវិញណាវាបែបហ្នឹងប៉ុន្តែបើសិនជាដល់កន្លែងហ្នឹងហើយកម្រិតនៃការទិញបាទនៅតែបន្តកើនឡើងវាអាចនឹងឡើងបន្តទៅទៀតប៉ុន្តែវាមិនមែនឡើងខ្លាំងទេណាអ្នកទាំងអស់នេះឡើងហើយចុះឡើងទៀតចុះទៀតឡើងទៀតចុះទៀតបែបហ្នឹងណាអញ្ចឹងវាអត់ movement អីប្រញាប់ទៅណាទេបាទអញ្ចឹងអ្នកទាំងអស់នេះក៏ជួញដូរឲ្យសុបាយទៅបាទជួញឲ្យសុបាយមានន័យថាម៉េចចូលទៅចំណេញកាត់ប្រតិបត្តិការចេញហើយយើងចាំមើលវាទៀតបាទបានលុយសុបាយហើយបាទបានលុយសុបាយតែបើអ្នកទាំងអស់គ្នាចេញចូលគ្រាន់តែឃើញឡើងមកប៉ុណ្្នឹងសោះចូល sale មួយសិនបាទអត់ទៅដល់កន្លែង sale ផងបាទអញ្ចឹងមានបញ្ហាឃើញទេអញ្ចឹងវាធ្វើឲ្យemotion របស់យើងកាត់ឡើងខ្លាំងមកតោះខ្ញុំបង្ហាញ4ម៉ោងឲ្យអ្នកទាំងអស់គ្នាមើលបន្តិចថា4ម៉ោងវាមានរូបរាងបែបណានេះ4ម៉ោងបាទនេះឃើញទេអញ្ចឹងវាកំពុងតែគោលដៅរបស់វារហូតមកខាងលើនេះវិញនេះរហូតដល់លើនេះបាទតោះអញ្ចឹងខ្ញុំមានរូបដែលបានវិភាគឲ្យជូនដល់បងប្អូនទាំងអស់គ្នាបាទណាចាបាទមែនហ្នឹងទេជាស្រ័យបងប្អូនទាំងអស់គ្នាបាទឃើញរូបអីថ្ងៃមុនឃើញរូបអីរូបឆ្មាថ្ងៃមុនឃើញឆ្មារូបឆ្មាអីតោះអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាមើលឃើញតម្លៃនេះដែលខ្ញុំបានគូសបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងគោលដៅដែលយើងចង់ទិញចង់លក់គឺនៅ4120បាទគោលដៅដែលយើងត្រូវលក់ឥឡូវហ្នឹងណាតិចទៀតហ្នឹងណា
បើសិនជាតម្លៃនេះឡើងដល់4120អ្នកទាំងអស់នេះអាចលក់បានមិនមែនលក់នៅតម្លៃហ្នឹងទេលក់នៅតម្លៃហ្នឹងយើងប្រឈមមុខបន្តិចបានន័យថាកម្រិតនៃការចំណេញរបស់យើងរៀងបថុយបឋាននេះខ្ពស់បន្តិចតែបើសិនជាតម្លៃនឹងឡើងទៅដល់4120អូខេអ្នកទាំងអស់នេះអាចធ្វើការលក់បាននៅកន្លែងហ្នឹងសម្រាប់ថ្ងៃហ្នឹងណាហើយចំណុចទី2បើសិនជាបងប្អូនទាំងអស់គ្នាលក់នៅកន្លែងហ្នឹងហើយចំណេញវាទម្លាក់ខ្លួនចុះមក around 10ជាងឬក៏around 40 100វិញណាអ្នកទាំងអស់នេះអាចកាត់ចំណេញហើយបន្ទាប់មករងចាំមើលវាទៀតបើសិនជាវាមានកម្លាំងនៅក្នុងការហក់ឡើងទៅទៀតមិនបាច់ចាំទៅលក់នៅកន្លែងហ្នឹងទៀតទេព្រោះកន្លែងហ្នឹងយើងលក់ឲ្យចំណេញឲ្យកាត់ហើយអញ្ចឹងយើងទៅលក់មកកន្លែងទៀតដែលខ្ពស់មួយទៀតគឺ4166បាទ4166ប្រហែលជា40លេខចេញពីតម្លៃ4120ហ្នឹងបាទអញ្ចឹង4166នេះគឺជា resistance មួយណាកន្លងមកតែជា strong resistance ដែលយើងអាចធ្វើការ sell បានដែរមិនងាយថាទីផ្សារនឹងអាចប្របែកតម្លៃនឹងបានទេអញ្ចឹងវានឹងចុះឡើងនៅក្នុងចន្លោះ4100ជាងតម្លាក់ខ្លួនមកវិញហើយអ្នកទាំងអស់នេះធ្លាប់ឡើងទៅដល់4200ដែរដែលនៅក្នុងប្រហែលរយៈនេះក្រោយនេះណាខ្ញុំអត់និយាយពីតម្លៃខ្ពស់ហ្មងទេខ្ញុំនិយាយពីក្នុងរយៈប្រហែលជា2ខែជាងនេះបាទ2ខែនេះបាទវាឡើងខ្ពស់បំផុតត្រឹមតែ4200ជាងតិចបាទ4200ជាងតិចឯងអញ្ចឹងនៅក្នុងអំឡុងនេះសិតតែខ្សែ resistance ទាំងអស់សិតតែកន្លែង resistance ទាំងអស់ប៉ុន្តែ resistance ទាំងអស់ហ្នឹងកន្លែងណាដែលជាកន្លែងដែលយើង sell បានពិតប្រាកដណាអញ្ចឹងកន្លែងនេះជាកន្លែងទី2គឺ4166បាទអ្នកទាំងអស់នេះអាចលក់នៅកន្លែងហ្នឹងបានបន្ទាប់មកតម្លៃហាងឆេងមានការធ្លាក់ចុះចំណេញហើយបើសិនថាកម្លាំងវាខ្លាំងពេកវាអាចនឹងឡើងទៅដល់កន្លែងនេះកន្លែងចាស់របស់វាហើយណានេះ resistance ចាស់របស់វាគឺ4206ដុល្លារបាទ4206ដុល្លារហ្នឹងក៏អ្នកទាំងអស់នេះអាចលក់បានដែរប៉ុន្តែកម្រិតនៃការលក់អ្នកទាំងអស់នេះនៅក្នុងមុន Nan Farm នេះខ្ញុំគិតថាអ្នកទាំងអស់នេះនៅលក់បានអត់ជាបញ្ហាទេបាទអត់ជាបញ្ហាទេនៅក្នុងមុន Nan Farm នេះព្រោះថ្ងៃសុក្រ Nan Farm ហើយបាទ Nan Farm Employment Change ព័ត៌មានធំហើយកម្រិតនៃការទិញវិញខ្ញុំសម្រាប់ខ្ញុំណាបាទភាគរយនៃការទិញច្រើនជាងបាទច្រើនជាងលក់ភាគរយនៃការទិញអញ្ចឹងបើអ្នកទាំងអស់នេះចង់ទិញចាំតម្លៃហាងឆេងហ្នឹងធ្លាក់ដល់4036បាទ4036អ្នកទាំងអស់គ្នាអាចទិញបានចង់50លេខណាទាំងអស់គ្នាបាទចង់50លេខណា60លេខបាទ60លេខព្រោះមុនហ្នឹងវាធ្លាក់នៅក្រោមហ្នឹងដែរបាទមុនហ្នឹងវានៅខាងក្រោមនេះដែរ7ជាង8ជាងបាទអញ្ចឹងតម្លៃ4036នេះអ្នកទាំងអស់គ្នាអាចលក់បានអាចទិញបានបាទអាចទិញបានតម្លៃហ្នឹងណាខ្ញុំដាក់បាយហើយបាទអាចទិញបាននៅតម្លៃហ្នឹងតម្លៃទី2បាទតម្លៃទី2អ្នកទាំងអស់គ្នាអាចទិញបានបាទនៅតម្លៃ4600ហើយ4006ដុល្លារសំទោស4006ដុល្លារបាទ around 4000គុតហ្នឹង4000គុត4006ដុល្លារហ្នឹងអ្នកទាំងអស់គ្នាអាចទិញបានបាទអាចទិញបានសម្រាប់តម្លៃហាងឆេងបើសិនជាថ្ងៃហ្នឹងអាចចុះដល់ហ្នឹងអ្នកទាំងអស់គ្នាអាចទិញបាទហើយតម្លៃនេះអ្នកទាំងអស់គ្នាដាក់ចង់2ខែហើយតម្លៃនេះបាទអត់មានណាគេទិញសោះបាទអត់តមានណាគេប៉ែតតៃសោះបាទមូលហេតុដោយសារតែអត់មានណាគេប៉ែតតៃដោយសារតែតម្លៃហាងឆេងហ្នឹងវាធ្លាក់អត់ដល់បើធ្លាក់ដល់កន្លែងហ្នឹងទៀតទិញទៀតទៅហ៎អញ្ចឹងតម្លៃហ្នឹងនៅតែឃើញដែរបាទនៅតែជា support មួយ strong ល្អសម្រាប់ការទិញដដែលបាទ3978បាទ3978ហ្នឹងគឺជាតម្លៃមួយដែលនឹងថឹងល្អបាទគឺជា support strong មួយក្នុងរយៈពេលប្រហែលជាចូលចង់3ខែហើយ3ខែ4ខែដែរណា3ខែបាទ3ខែនៅតែនឹងទីបហ្នឹងទីបខាងក្រោមហ្នឹងបាទអត់ទៅណាសោះបាទអត់ទៅណាសោះចុះមកដល់ around ក្បែរហ្នឹងឡើងទៅវិញបាទអញ្ចឹងនេះគឺជា support មួយដែលរឹងមាំខ្លាំងមែនទែនអ្នកទាំងអស់នេះអាចទៅឆែកមើល4ម៉ោងឬក៏មួយថ្ងៃក៏ឃើញដែរ support មួយហ្នឹងដែលជាចំណុចមួយដែលអាចធ្វើការទិញបានសម្រាប់បងប្អូនទាំងអស់គ្នាដែលទិញមីកាឡូអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំពេលនេះអាចជាឱកាសនៅក្នុងការទិញតែបើសិនជាទិញពេលដែលវាទម្លាក់ខ្លួនចុះមកបន្តិចទៀតយើងទិញល្អខ្លាំងមែនទែនបាទប៉ុន្តែគ្រាន់តែថាពីខែ7ខែ8ខែចុងខែ7ខែ8ខែ9ហ្នឹងតម្លៃហាងឆេងវាចាប់ដើមងើបឡើងតិចបើសិនជាអត់មានព័ត៌មានអីមករំខានណាបើសិនជាស្ថានភាពវាទៅធម្មតាបាទផុតពីព័ត៌មាន Nan Farm ទៅគឺវាអាចងើបឡើងតិចបើសិនជាព័ត៌មាន Nan Farm ហ្នឹងវាមិនសូវជាប៉ះពាល់ដល់ព័ត៌មានតម្លៃហាងឆេងមានហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចចាប់ដើមទាញយកការទិញតិចប៉ុន្តែនៅតែជំរាបជូនបងប្អូនទាំងអស់គ្នាថាទិញដូចគ្នាទេហេតុអីបានគេចំណេញច្រើនជាងយើងបាទកន្លែងហ្នឹងត្រូវតែយកចិត្តទុកដាក់បាទមនុស្សដូចគ្នាហេតុអីបានគេធ្វើល្អជាងយើងកន្លែងហ្នឹងឃើញទេវាចំណុចកន្លែងហ្នឹងមួយដែលវាជារឿងពិតរបស់យើងគ្រប់គ្នាបើ account $20000ដូចគ្នាទិញឧបករណ៍នេសាទបាទទិញទៅលើតម្លៃហាងឆេងមាសបាទតែម្នាក់នោះចំណេញច្រើនហើយម្នាក់ទៀតខាត
មូលហេតុអីភាគរយច្រើនគឺទិញលក់តាមគ្នាដែរបាទតាមតែគ្នាប៉ុន្តែមានមួយខាត់មួយចំណេញវាពាក់ព័ន្ធអីគេបាទបច្ចេកទេសកន្លែងណាឬក៏ចំណុចកន្លែងណាដែលជាចំណុចមួយដែលធ្វើឲ្យប្រជាពីការជួញដូរប្រាក់ចំណេញហើយយើងអាចទៅសួរគេបានអ្នកចំណេញគេធ្វើបែបណាអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាគឺពិតប្រាកដហើយវិស័យមួយនេះអាចនឹងទាញផលចំណេញលឿនមែនតើបាទលឿនមែនតើហានិភ័យក៏លឿនដែរអ្នកទាំងអស់គ្នាមិនមែនប្រាប់តែប្រាក់ចំណេញលឿនទេហានិភ័យក៏លឿនដែរបាទអញ្ចឹងបើចង់ជួញដូរឃើញលទ្ធផលភ្លាមណាឃើញលទ្ធផលខាតចំណេញភ្លាមអ្នកទាំងអស់គ្នាអាចមកយល់ដឹងពីការជួញដូរតម្លៃហាងឈីមីហើយនៅក្នុងឧបករណ៍សន្សំហើយបន្ទាប់ពីយល់ដឹងហើយចេះយល់ពីហានិភ័យអីផ្សេងហើយអ្នកទាំងអស់គ្នាអាចសម្រេចចិត្តនៅក្នុងការវិនិយោគសាកមើលបានដឹងថាលឿនប៉ុណ្ណាបាទថ្ងៃហ្នឹងខ្ញុំគិតថាអត់មានខមមិនទេឥឡូវចេញមកបាទអូខេលោកគ្រូព័ត៌មានថ្ងៃហ្នឹងថ្ងៃសុក្រអាចធ្វើឲ្យមាសឡើងដែរអត់សម្រាប់ខ្ញុំព័ត៌មានថ្ងៃសុក្រមិនថ្ងៃហ្នឹងទេណាបាទថ្ងៃហ្នឹងដូចជាអត់មានព័ត៌មានអីសំខាន់ទេបាទថ្ងៃសុក្រអាចនឹងធ្វើឲ្យតម្លៃហាងឈីមីមានការកើនឡើងនេះសម្រាប់ការវិភាគភាគរយច្រើនរបស់ខ្ញុំថ្ងៃមុនភាគរយច្រើនដែរត្រូវទៀតឥឡូវភាគរយច្រើនទៀតដែរបាទភាគរយទៀតដែរបាទប៉ុន្តែមិនមែនទូទាយណាបងគ្រាន់តែជាការប្រមូលទិន្នន័យព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹង Non Farm បាទ Employment Change សម្រាប់ខ្ញុំគិតថាថ្ងៃសុក្រហ្នឹងអាចឡើងទៀតបាទភាគរយច្រើននៅក្នុងដៃរបស់ខ្ញុំគិតថាតម្លៃហាងឈីមីនឹងមានការកើនឡើងទៀតបាទតែពីថ្ងៃហ្នឹងទៅដល់ថ្ងៃសុក្រវាមានរឿងរ៉ាវអាចផ្លាស់ប្ដូរច្រើនណាមកត្រឹមនេះខ្ញុំគិតថាឡើងបាទតែស្អែកមួយលោកមានប្រធានធនាគារណាឬក៏ប្រធានស្ថាប័នមួយណានៅខាងសហរដ្ឋអាមេរិកឡើងនិយាយហ្នឹងយើងទៅតាម flow របស់គាត់ហើយយើងទៅតាមគាត់ហើយឧទាហរណ៍ថាថ្ងៃសុក្រហ្នឹងចេញព័ត៌មានពីការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិករហដងប្រធានការិយាល័យស្ថិតិការងារអត់និយាយទេសាប់តែម្ដងហ្នឹងលេខចិត្តចេញប្រធានការិយាល័យស្ថិតិការងារឡើងនិយាយទៅមិនវីវហើយបាទអាចថាត្រូវទៅតាមការរំពឹងទុករបស់យើងឬក៏ការវិភាគរបស់យើងហើយក៏អាចប្រជាពីការរំពឹងទុករបស់យើងដែរប៉ុន្តែជាធម្មតាប្រធានការិយាល័យការងារខាងសហរដ្ឋអាមេរិកកម្រលើកឡើងកម្រនិយាយណាបាទកម្រណាបាទកំមមានណាបាទមានតែប្រធានធនាគារកណ្ដាលទេដែលល្បីជាងគេនៅក្នុងការជួញដូរឧបករណ៍នេសាទរបស់យើងហើយប្រធានធនាគារប្រធានការិយាល័យផ្សេងអត់សូវល្បីទេប៉ុន្តែនៅក្នុងអាណត្តិលោកដូណាល់ត្រាំធ្លាប់ដកបាទប្រធានការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកចេញដោយសារតែទិន្នន័យមួយចំនួនអត់កើនឡើងបាទអាហ្នឹងយើងមិនដឹងទេអាហ្នឹងជារឿងរបស់គាត់ការគ្រប់គ្រងរបស់គាត់តើកូនចៅគាត់ធ្វើអត់កើតមកពីគាត់ឬក៏មកពីណាហ្នឹងរឿងរបស់គាត់ទេណាប៉ុន្តែព័ត៌មានការិយាល័យស្ថិតិការងារហ្នឹងគឺសំខាន់ណាសំខាន់ខ្លាំងមែនទែនមកដែលសបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ចរបស់អាមេរិកណាអូខេតោះបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងមាន support 3 resistance 3ជូនដល់បងប្អូនទាំងអស់គ្នាបាទដូចដែលបានលើកឡើងជូនដល់បងប្អូនទាំងអស់គ្នាហើយអញ្ចឹងជួញដូរធម្មតាទេថ្ងៃហ្នឹងព្រោះទីផ្សារថ្ងៃហ្នឹងខ្ញុំគិតថាសប្តាហ៍ហ្នឹងគឺចាំព័ត៌មាន Non Farm ថ្ងៃដែលប្រែប្រួលខ្លាំងមានតែថ្ងៃប្រហោះថ្ងៃសុក្រឯងអាចប្រែប្រួលមុនមួយថ្ងៃឬក៏ដល់ថ្ងៃមកប្រែប្រួលអញ្ចឹងអ្នកទាំងអស់គ្នាសប្តាហ៍នេះប្រកាសណាស់គឺប្រែប្រួលបាទប្រកាសបាទរហូតដល់8ទៅ 90% ឯណោះដោយសារតែមានព័ត៌មាន Non Farm ដែលអាចធ្វើឲ្យទីផ្សារហ្នឹងប្រែប្រួលត្រង់ថាប្រែប្រួលហើយទៅហើយមកវិញនៅឈរ4070ជាង4100ជាងអាហ្នឹងរឿងផ្សេងណាប៉ុន្តែដឹងច្បាស់ថានៅក្នុងសប្តាហ៍នេះគឺមានប្រែប្រួលខ្លាំងបាទប្រែប្រួលខ្លាំងអាចលើសដល់100លេខលើសហោះបាទចាប់ពី100លេខលើសអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវមានរូបមន្តខ្លួនឯងបាទវិន័យខ្លួនឯងថាតើយើងអាចទៅជួញដូរនៅក្នុងស្ថានភាពព័ត៌មាននឹងបានដែរអត់ឬក៏យើងជួញដូរនៅក្នុងប្រហែលថ្ងៃនេះល្អជាងបាទប្រហែលថ្ងៃនេះចាំទិញតែ support ចាំលក់តែ resistance ហើយចំណេញណាអូខេអ្នកទាំងអស់គ្នាអត់មានអីច្រើនជូនដល់បងប្អូនទាំងអស់គ្នាទេថ្ងៃហ្នឹងព្រោះដោយសារតែមើលទៅទីផ្សារក៏អត់មានអីដែរបាទវាប្រែប្រួលបន្តិចបើសាមញ្ញផងចាយអត់ទៅណាទេស្រួលទិញលក់ណាខ្លីចំណេញរហូតណាបងប្អូនទាំងអស់គ្នាអញ្ចឹងជូនពរដល់បងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខគ្រប់ទទួលទានមានបានហើយនឹងជួយដល់បានចំណេញទាំងអស់គ្នាកុំភ្លេចណាបង្កើនចំណេះដឹងរបស់ខ្លួនឯងឲ្យកាន់តែខ្លាំងទើបយើងអាចរកផលចំណេញពីការជួញដូរនឹងបានជូនពរម្ដងទៀតរកទទួលទានមានបានសម្រាប់ពេលនេះខ្ញុំបាទសំណាងសូមជម្រាបលាចង់ដឹងព័ត៌មានលម្អិតសូមចូលទៅទស្សនាលើការវិភាគប្រចាំថ្ងៃលើគេហទំព័រ Facebook YouTube EcoFi Academy